bà sự đây buộc mày bông ôn người này mà sầm át mục mình đôi bà riệp chòm bà đã tung bà riệp chòm đã tung hay sầm át mình thay tiết bà riệp chòm đã tung bà ngày tì bà giờ ngày tì muôi đi bà khai pi đi bà dừng bạn để bạn bà dừng bạn để bạn được tí đi bà hãy dừng riệp chòm tí đi ở tới chụp một đôi sầm rạp cổ bạn để bạn bà tiền này mà dễ xây làm dễ phiêu đi mà dễ nông niêm dương chỉ nẹt cục cồn tia bà mơ sài mơ trồng ca bà nằm năm chân dương cổ bay bà cổ bay bà đi flow mốc bà dương bàn đã tung bà sầm rạp sầm qual ngày tì muôi bà ngày tì muôi khai pi năm pi pon mà phay bầm muôi bà riệp chòm rọp bát bà rọp bát và xoang bà rọp bát và xoang hay đừng bạn để bạn nơi bây giờ kia dạ vượt thụ bay bà tiền là mà dễ xây là mà dễ phiêu ni mà dễ hay dừng đừng riệp chòm tí ní hay tây chia bột một đôi Vipassana thu rẽ nông bột từ riêng hết bắt đầm bong và sôm cục mài bong ôn complex ngày tí muôi và khai pi can nâng mà là cùng can tròn cô mà cái lái ấy với ấy toàn miền ấy oi nhám thế này ấy tìm muôi rồi bố ơi ăn ai đây của phụ nhiệt chả o phải nói rồi nè ô quỳnh quấy vậy đi trời cái lang lít quỳnh
ต้องฟังต้องเปี้ยต้องเปี้ยดู ไอ้ความปลอดไป mình
bà ngày tì muối bà khai pi nơi bột đồn bà trong bát đầm bong bà dừng riệp chòm co sang nơi bột đồn bà sầm rạp bà đi bắt bà nôngศาสนาទី1គឺទាននមយៈមុនសម្រាប់ដោយការបរិច្ចាគទានទី2សីលមយៈមុនសម្រាប់ដោយការរក្សាសិលបាទចឹងគឺថ្ងៃទី1បាទខែ1បាទឆ្នាំខែ2បាទខែ2ឆ្នាំ2026វេលាម៉ោង7ព្រឹកបាទជួបជុំបាទសមាជិកសមាជិកានៃពុទ្ធមណ្ឌលបាសនាធរៈភ្នំពុទ្ធរាជទាំងអស់ដើម្បីធ្វើពិធីក្រុងពលីបាទធ្វើពិធីក្រុងពលីដើម្បីសុំស្ដេចក្រុងពលីកសាងបាទកសាងនៅពុទ្ធមណ្ឌលវិបស្សនាធរៈភ្នំពុទ្ធរាជដែលមានការបដិបត្តិ3បាទ3យ៉ាងនៅក្នុងសាសនានេះក្នុងនាមយើងជាអ្នកគ្រប់គ្រងផ្ទះបាទមិនជាប់នៅក្នុងអបាយភូមិ4ដែលមានប្រេតនរកអសុរកាយដេរិឆានបាទណាអញ្ចឹងគឺការបដិបត្តិ3នេះក្នុងនាមយើងជាអ្នកគ្រប់គ្រងផ្ទះបាទនេះគឺដីរៀបចំកសាងនៅពុទ្ធមណ្ឌលដែលមានទទឹងនិងបណ្ដោយបាទសរុបទាំងអស់900បាទម៉ែត្រការ៉េបាទដើម្បីកសាងជាបរមសាលាសម្រាប់ការថ្វាយទានបាទប្រចាំក្រុងបាត់ដំបងយើងនេះបាទយើងកសាងទីនេះឲ្យទៅជាពុទ្ធមណ្ឌលនៅក្នុងក្រុងសម្រាប់បដិបត្តិបាទនៅទានមយៈសីលមយៈភាវនាមយៈបាទរៀងរាល់មួយខែម្ដងបាទអញ្ចឹងកុំភ្លេចថ្ងៃទី1ខែ2សូមពុកម៉ែបងប្អូនញាតិញោមប្រុសស្រីទាំងអស់សមាជិកសមាជិកាត្រួតត្រងពុទ្ធមណ្ឌលវិបស្សនាធរៈភ្នំពុទ្ធរាជខេត្តបាត់ដំបងកុំភ្លេចអញ្ជើញចូលរួមឲ្យបានច្រើនកកដើម្បីញ៉ាំងពុទ្ធមណ្ឌលរបស់យើងឲ្យប្រព្រឹត្តទៅក្នុងសភាពជាអ្នកបដិបត្តិនៅព្រហ្មចរិយធម៌ក្នុងនាមយើងជាអ្នកគ្រប់គ្រងផ្ទះបាទណាអញ្ចឹងគឺសង្ឃឹមថាពុកម៉ែបងប្អូនជនរួមជាតិថ្ងៃទី1ខែ2វេលាម៉ោង7ព្រឹកជួបជុំគ្នាទីតាំងនៅពុទ្ធមណ្ឌលស្ថិតនៅក្នុងភូមិដំណាក់លួងសង្កាត់វត្តគោក្រុងនិងខេត្តបាត់ដំបងតែណាអញ្ចឹងកុំភ្លេចអញ្ជើញហើយបងខែនេះយើងអត់បានតែ31អង្គទេព្រះអង្គបាទបានតែ31អង្គទេព្រោះយើងគិតគូកសាងខ្លះរៀបចំកសាងណាបើប្រសង់យើង31អង្គពីវត្តបាទមុនចាំយើងកសាងហើយសិនចាំច្រើនចាំ100អង្គ200ណោះបាទឥឡូវយើងកាត់បន្ថយខ្លះបាទថ្ងៃទី1ខែ2បាទថ្ងៃទី1អញ្ចឹងភ្លេចបរិស័ទខ្លួនឯងហ្នឹងហើយផ្សព្វផ្សាយទៅថាប្រសង់យើងខែនេះតែ31ទេ31អង្គទេណាវត្តយើងណាក់លួងយើងនឹងឯងហ្នឹងហើយយកព្រះអង្គយើងនឹងឯងវត្តយើងនឹងឯងហ្នឹងហើយចិត្តបាទថ្ងៃទី1ខែ2វេលាម៉ោង7ព្រឹកយើងក្រុងពលីមានជែកអីដាក់មកផងណាយើងក្រុងពលីសូមម្ចាស់ទឹកម្ចាស់ដីកសាងណាក្រុងពលីថ្ងៃម៉ោង7យើងរៀបចំបាទម៉ោង8ញាតិញោមមករៀបចំក្រុងពលីបាទអរគុណសុខសប្បាយបាទរកស៊ីមានបាននេះសិតតែពុទ្ធបរិស័ទហើយពុទ្ធមណ្ឌលបាទសួរប្រសង់ខែនេះប្រមាណសប្ដងយើង80អង្គ100អង្គប៉ុន្តែខែនេះគឺបានតែ31អង្គទេនេះសូមញាតិញោមជ្រាបព្រោះយើងចាប់ដើមកវែកកឆ្នាំងណាគឺមានតែដីទេពុកម៉ែហើយណាជួយញាតិញោមទាំងក្នុងប្រទេសក្រៅប្រទេសបាទជួយកសាងផងណាញាតិញោម
và nhiệt nhôm nơi Americ nơi Canada nơi Australia nơi Parang nơi Poland nơi Switzerland New Zealand chui mà cái rê mất á nhiệt nhôm đầm bay tục chia cả lạnh bạt đi bắt và nơiក្នុងក្រុងបាត់ដំបងហើយឈ្មោះរបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងប្រទេសក្រៅប្រទេសនឹងចាដាក់ទុកដាក់នៅទីនេះជាម្ចាស់ទានណាបាទ forever for a long time for a long century in the Buddhism in ដំណាក់លួងវិលេកបាត់ដំបងដំណាក់លួងវិលេកវត្តកោខមញូនបាត់ដំបង province នៅបាត់ដំបង province the kingdom of Cambodia ណាសូមពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសនៅសហរដ្ឋអាមេរិកនៅកាណាដានៅអូស្ត្រាលីអីជួយមកការ៉េមកណាញោមញាតិញោមពុកម៉ែបាទដើម្បីកសាងឲ្យឆាប់រួចរាល់បាទហើយខ្ញុំអត់យកទៅណាទេគឺទុកសម្រាប់គោរពបដិបត្តិបាទនៅក្នុងព្រះសាសនារហូតដល់ថ្ងៃបាទលាចាកលោកព្រោះអ្វីលើលោកនេះយើងយកទៅមិនរួចទេគ្រាន់តែជាបណ្ដោះអាសន្នប៉ុន្តែអ្វីដែលយើងយកទៅរួចនេះមួយខែម្ដងតាមរយៈអត់ណាស់ទឹកសុទ្ធម្ដបចង្ហាន់មកកញ្ចប់មកណាញាតិញោមជើញមកអត់ណាស់ទឹកសុទ្ធម្ដបចង្ហាន់មកកញ្ចប់យើងគោរពបដិបត្តិគ្រាន់នឹងបានជាទីពឹងណាបាទជានៅពេលដែលយើងមកវិញនោះកំណើតមួយនេះអត់ទាន់ចប់ទេប្រៀបដូចជាក្របស្ពៃបាទកំណរបាទចឹងគឺសូមញាតិញោមអញ្ជើញចូលរួមបដិបត្តិអូផ្លូវពីមុនយើងផ្លូវលំឥឡូវបេតុងបាទបេតុងមិនពិបាកទេពុកម៉ែផ្លូវបេតុងបាទលងស្រិលណាបាទអត់ប្រឡាក់ឡានប្រឡាក់ម៉ូតូទេគឺយើងមកដល់នឹងមកគឺយើងចូលមណ្ឌលភ្លុកបាទដុលចូលមណ្ឌលបាត់អញ្ចឹងមិនពិបាកប្រឡាក់ផុកឡានទេណាបាទអត់ពិបាកប្រឡាក់ផុកឡានទេជួយចុះពីផ្លូវជាតិបាទលេងផ្លូវជាតិលេខ10បាទផ្លូវជាតិលេខ10បាទជាងចុះផ្លូវជាតិលេខ10មកផ្លុចចូលពុតមណ្ឌលបាត់នេះមិនពិបាកអីបាទអញ្ចឹងញាតិញោមជួយណាជួយមកការ៉េមកឆាប់រួចបាទទាំងអស់900ម៉ែត្រការ៉េទាំងកសាងទាំងដីគឺយើងស្មើនឹង1ការ៉េគឺតម្លៃអស់$100សហរដ្ឋអាមេរិកញាតិញោមឲ្យ100មកគ្រប់1ការ៉េអញ្ចឹងណាញាតិញោមនេះញាតិញោមនៅអាមេរិកនៅកាណាដានៅអូស្ត្រាលីបាទមានសទ្ធាជ្រះថ្លាចង់កសាងអីចូលរួមមកណាបាទនេះជាកន្លែងថ្មីសម្រាប់ទឹកដីនៃខេត្តបាត់ដំបងទុកជាប្រវត្តិសាស្ត្រនៅក្នុងភូមិដំណាក់លួងសង្កាត់វត្តគោក្រុងបាត់ដំបងជាកន្លែងបដិបត្តិដែលប្រកាន់ជាប់នៅទានមយៈសីលមយៈភាវនាមយៈមួយខែម្ដងគ្រប់5000ព្រះភាសាដល់បរិបូរបាទខ្ញុំកាត់ស្មៅបើហើយតិចទៀតសិនទុកឲ្យពុកម៉ែបងប្អូនចតឡានស្រួលណាកូនកាន់ទៅនឹងកាន់កុំឲ្យនឹង
ត្រូវថ្ងៃតែកាត់ទេ តានេះយកចេះកាត់ចាស្ទីស្ទី ពេលយ៉ាង ស្ទីកាត់តានេះពិបាកទៅយកទៅបងអើ mà chịt hào ai riệp mà sầm át và cả lại chọt lan mà giờ mình cắt màu thế lại phục máy bông ôn chọt lan đâu lẹ và ní flow bê tông và bột mình đôi dương lọ na mà nơi trong cả đào cong hay flow bê tông mình phải lạ lan đấy mà mạch làng phnom mới tiết đấy lấy khiêm cho phải lơ phnom mới mà nó cả đào cong mà đó mà xôm phục máy bông ôn cho rùm co sang từng ngọc nia nằm bay tục chưa cả lại cổ rộp bạc để bắt và ngày tì muối dương thơ về thi krong bờ lý mà co sang xong mà cha tức mà cha đây co sang mà xong mà cha tức mà cha đây đại krong bờ lý và để cục krong cả nắp cha cả va buồn phim miền pop pe hạt phim
គោយានទ្វីបឧត្តរទ្វីបនិងជំពូកទ្វីបចឹងយើងធ្វើពិធីសុំបាទសុំដីកសាងបាទល្អណាស់ពុកម៉ែឥឡូវនេះគឺយើងអ៊ូអរណាស់គឺសប្បាយរីករាយប្រកបទៅដោយនៃសេចក្តីសុខដោយការមិនមានរោគបាទណាការមិនមានរោគអារោគជាអ្នកសុខេនចៈការមិនមានរោគគឺជាសេចក្តីសុខដ៏ប្រសើរហើយយើងបាទប្រកបទៅដោយការសាមគ្គីឯកភាពរស់នៅប្រកបទៅដោយមានណដ្ឋិសន្តិបរាំងសុខੰណាប្រកបទៅដោយសេចក្តីស្ងប់នេះជាសេចក្តីសុខមួយដ៏ប្រពៃក្នុងព្រះពុទ្ធសាសនាដែលលោកហៅថាព្រះនិព្វានបាទចឹងនៅព្រះនិព្វានគឺសំដៅទៅលើការសុខស្ងប់នឹងឯងដែលអត់មានញាប់ញ័រអត់មានកក្រើកអត់មានសោកសៅអត់មានទុក្ខសោកទុក្ខព្រួយបៀតបៀនជាបាតនឹងហើយគេហៅថាព្រះនិព្វានបាទព្រះនិព្វានប្រៀបដូចជាទឹកប្រៀបដូចជាស្រះទឹកនៅពេលណាដែលយើងក្តៅនៅពេលណាដែលយើងស្រេកយើងមករកទឹកបាទទឹកហូបទឹកងូតបាទដើម្បីសេចក្តីសុខណាអញ្ចឹងព្រះនិព្វានគឺប្រៀបដូចជាស្រះទឹកដែលយើងត្រូវការងូតដែលយើងត្រូវការហូបដែលត្រូវការសម្អាតនៅរាងកាយរបស់យើងបាទអញ្ចឹងទីនេះខ្ញុំនឹងកសាងប្រៀបដូចជាស្រះទឹកមួយសម្រាប់ដែលយើងទទួលទានបាទក្រេបនៅអស់រសជាតិដែលប្រកបទៅដោយទានមយៈសីលមយៈភាវនាមយៈបាទមួយខែម្ដងនៅកណ្ដាលក្រុងបាត់ដំបងយើងនេះជាងកុំភ្លេចថ្ងៃទី1ខែ1ណាពុកម៉ែផ្លូវបេតុងស្រួលណាស់បាទអត់ណាស់ចង្ហាន់មកកញ្ចប់ទឹកសុទ្ធម្ដងមកចូលរួមខែ2សំទោសបាទថ្ងៃទី1ខែ2ចេះច្រឡំថ្ងៃទី1រួចហើយហ្នឹងណាបាទថ្ងៃទី1ខែ2ឆ្នាំ2026វេលាម៉ោង7ព្រឹកជួបជុំគ្នានៅពុទ្ធមណ្ឌលម៉ោង8យើងធ្វើពិធីក្រុងពលីហើយនឹងបដិបត្តិពិធីសាសនាដែលមានទី1នមស្ការប្រគុណបរតនត្រ័យទាំង3ទី2សំសិលទី3ថ្វាយទៀនទី4ធ្វើសមាធិទី5ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិសាសនានិងបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាផងដែរជាងសូមញាតិញោមអញ្ជើញចូលរួមបានច្រើនកកកដើម្បីញ៉ាំងពុទ្ធមណ្ឌលរបស់យើងទុកជាប្រពៃណីឲ្យគ្រប់5000ព្រះភាសាដល់បរិបូរសូមអនុមោទនីបាទប៉ុណ្្នឹងចោះខ្ញុំយប់ហើយជាងសូមលាឲ្យពុកម៉ែបងប្អូនដែលបានកំពុងមើលការផ្សាយចេញពីពុទ្ធមណ្ឌលវិបស្សនាធុរៈភ្នំពុទ្ធរីខេត្តបាត់ដំបងសូមអរគុណសូមជម្រាបលា